នេះខ្ញុំសង្ឃឹមថានឹងមកនៅគេហៅថាសម្រាប់បន្ថែមបន្តិចទៅដល់ទាំងបុរសនិងនារីដែលជាប្រជាពលរដ្ឋនៅក្នុងសង្កាត់កាកាទី2របស់យើងនេះចឹងខ្ញុំមិនបន្តឲ្យវែងឆ្ងាយទេគ្រាន់តែចង់យកឱកាសនេះដើម្បីជាការអរគុណទៅដល់អ្នកពាក់ព័ន្ធហើយជាពិសេសគឺថាអរគុណទៅដល់ជាងរបស់យើងតែម្ដងដែលបានមកចំនួនយ៉ាងច្រើនអរគុណចំពោះជាងមិនមែនតែមកភ្នំពេញទេថ្ងៃមុនយើងទៅខេត្តបទីវិជ័យយើងទៅខេត្តបាត់ដំបងក៏មានជាងស្ម័គ្រចិត្តយើងបានទៅចូលរួមជួយកាត់ហើយផងដែរពីសាលាកាត់សក់ IBA ខ្ញុំមកកាត់សក់ថ្ងៃបរោះហើយថ្ងៃនេះខ្ញុំសប្បាយចិត្តដែលបានមកកាត់សក់បុកកសេរីក្នុងឱកាសចូលឆ្នាំខ្មែរហើយសូមជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសូមឲ្យបងពូអ៊ំធ្វើដំណើរទៅស្រុកកំណើតដោយសុវត្ថិភាពទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំពិតជាសប្បាយរីករាយមែនតើហើយអីដែលពិសេសហ្នឹងគឺសប្បាយចិត្តដែលធ្វើឲ្យគាត់បានស្អាតមុនពេលដែលគាត់ទៅស្រុកចឹងណាគាត់បានមានភាពស្អាតដោយកាត់សក់ស្អាតអីស្អាតចឹងក៏សម្រាលបទូការចាយវាយរបស់គាត់ខ្លះដែរជាចុងក្រោយខ្ញុំមានតែពាក្យជូនពរឲ្យពួកគាត់មានសុខភាពល្អហើយមានការងារបានល្អជាពិសេសគ្រួសារអីឲ្យមានសុខភាពនិងសុភមង្គលដែរអរគុណមកគូសុលិនបងមកពីខាងក្រុមហ៊ុនបាទមានអារម្មណ៍ត្រេកអរបានបង្កើតកម្មវិធីជួយសន្សំសំចៃថវិកាប្រជាពលរដ្ឋគុណដល់ក្រសួងការងារដែលបានធ្វើកម្មវិធីនេះស្ដីបងស្ដីបងមិនឆ្លៃដែរបងឈ្មោះសៀសន្ធីបងមកពីហងចាក់វ៉ាខល LTD បងមានអារម្មណ៍ថាសប្បាយចិត្តបងព្រួយបានកាត់សក់អត់គិតថ្លៃហើយបានសក់ស្អាតទៅវិញចូលឆ្នាំហើយក៏អរគុណដល់ក្រសួងការងារសមាគមដែលបង្កើតកម្មវិធីនឹងមកបង